ប្អូនដែលឆ្ងល់ទេពេលដែលយើងទៅញ៉ាំម្ហូបនៅហាងចិនណាបងប្អូនអញ្ចឹងយើងធ្លាប់តែកំងម្ហូបរបស់ចិនឆាម្ដងញ៉ាំទៅមានអារម្មណ៍ថាស្រួយឆ្ងាញ់តែម្ដងតោះឥឡូវយើងមកធ្វើទាំងអស់គ្នាបងប្អូនអានេះស្លាប់ស្រួយបងប្អូនណាទិញស្លាប់ស្រួយមកតាមបងប្អូនចូលចិត្តម្ដុំឬពីរដុំយើងកាត់វាមកហើយបងប្អូនដាក់អំបិលមកលាងទឹកវាណាបងប្អូនដើម្បីឲ្យស្អាតអញ្ចឹងយើងលាងកូរវាលាយហើយចាំយើងលាងមកយើងលាងឲ្យស្អាតអញ្ចឹងមកចាអញ្ចឹងហើយរួចហើយយើងបងប្អូនយកទៅលាងទឹកឲ្យស្អាតតែម្ដងហើយបងប្អូនដាំទឹកដាក់ស្រុះវាបងប្អូនដាក់ប្រេងបងប្អូនដើម្បីឲ្យបន្លែហ្នឹងវាមានពណ៌ស្អាតហើយយើងដាក់ប្រេងល្ងតិចទៅដើម្បីឲ្យឈ្ងុយហើយយើងក៏ដាក់ស្រុះវាទៅណាបងប្អូនហើយមិនបាច់ស្រុះយូរទេដើម្បីឲ្យបន្លែយើងស្រស់ដាក់អំបិលតិចផងចាយើងកូរវាឲ្យលាយមកចាកូរវិតមកណាបងប្អូនណាហើយយើងដាក់សាឡាត់ស្រួយចូលហើយអត់ឲ្យយូរទេមិនបាច់ឲ្យយូរពេកទេដើម្បីឲ្យវានៅស្រស់ល្អចាយើងធ្វើបែបនេះទៅគឺយើងឆាពេលដែលយើងនេះញ៉ាំទៅគឺមានអារម្មណ៍ថាស្រួយស្រោបតែម្ដងម្ហូបមួយនេះបងប្អូនទិញតែឆ្ងាញ់អញ្ចឹងហើយយើងមកធ្វើទឹកសម្រាប់យើងស្រោបពីលើវាយើងដាក់ខ្ទឹមសមួយស្លាបព្រាមកហើយយើងដាក់ជាមួយនឹងម្ទេសហាន់ស្ដើងហើយនឹងខ្ទឹមយើងយកតែគល់ទេបងប្អូនណាធ្វើឲ្យស្ដើងឬមួយក៏យើងយកខ្ទឹមខ្យល់ក៏បានដែរហើយយើងដាក់ប្រេងឲ្យក្តៅចាក់វាទៅបើបងប្អូនខ្លាចមានជាតិប្រេងមិនល្អបងប្អូនប្រើជាមួយនឹងអូលីវហើយយើងដាក់ទឹកស៊ីអ៊ីវលួចដាក់ស្ករបន្តិចបងប្អូនណាហើយយើងយកវាមកស្រូបពីលើមកចាយើងយកមកស្រូបពីលើមកហើយយើងញ៉ាំទៅគឺថាស្រួយស្រាប់តែម្ដងអញ្ចឹងបងប្អូនជួយshare ហើយជួយ like page ផងណាបងប្អូនណាឆ្ងាញ់ឃើញទេងាយ